Bàជំរាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នាបាទស្វាគមន៍ជាថ្មីមកកាន់វីដេអូជាបាទដែលនៅក្នុងថ្ងៃនេះពួកយើងនឹងរៀនឆ្លើយសំណួរបាទនៅក្នុងសៀវភៅវិទ្យាសាស្ត្រទី7បាទនៅក្នុងជំពូកទី1មេរៀនទី1បាទភាពរស់និងបរិស្ថានរបស់វាបាទចឹងមុននឹងចូលដល់សំណួរបន្ទាប់ពួកយើងសូមរំលឹកសំណួរដែលមាននៅក្នុងការពីវីដេអូមុនសិនបាទទី3បាទសំណួរទី3ដូចម្ដេចហៅថាសហគមន៍បាទសហគមន៍បាទហើយសំណួរទី4បាទដូចម្ដេចដែលហៅថាស្ថានប្រព័ន្ធណាស្ថានប្រព័ន្ធបាទអញ្ចឹងនៅក្នុងវីដេអូនេះពួកយើងនឹងសិក្សាសំណួរបន្ទាប់ទៀតបាទតែមុននឹងចូលដល់សំណួរបន្ទាប់យើងសូមរំលឹកសំណួរដែលមាននៅក្នុងវីដេអូការពីវីដេអូមុនសិនបាទអញ្ចឹងមាន2សំណួរនេះបាទឥឡូវនេះយើងចូលដល់សំណួរចម្លើយទី3បាទទី3ដូចម្ដេចដែលហៅថាសហគមន៍បាទចឹងសូមបងប្អូនក្រឡេកមើលរូបភាពនៅខាងឆ្វេងដៃនេះបាទរូបភាពនេះគឺគេបង្ហាញអំពីទីតាំងសហគមន៍មួយកន្លែងបាទដែលមាននៅក្នុងរូបភាពនេះគឺមានពពួកសត្វប្រភេទផ្សេងជាច្រើនបាទរស់នៅក្នុងលីឡំគ្នាបាទចឹងតាមរយៈរូបភាពនេះតើបងប្អូនអាចរកនឹកសំណួរបាទបានទេបាទកាលពីវីដេអូមុនណាចឹងកុំឲ្យខាតពេលវេលាយូរយើងឆ្លើយសំណួរទាំងអស់គ្នាតែម្ដងបាទសហគមន៍បាទសហគមន៍គឺជាទីកន្លែងមួយណាដែលមានសារពាង្គកាយច្រើនប្រភេទរស់នៅរួមគ្នាបាទហើយមានទំនាក់ទំនងគ្នាទៅវិញទៅមកបាទទៅវិញទៅមកបាទពពួកទាំងនេះគឺវាមានទំនាក់ទំនងគ្នាតាមរយៈការប្រើប្រាស់ធនធានរួមបាទដូចជាទីជម្រកអាហារជាដើមបាទឡាក់អីជាដើមបាទឥឡូវនេះយើងចូលដល់សំណួរទី4បាទសំណួរទី4គេសួរថាដូចម្ដេចដែលហៅថាស្ថានប្រព័ន្ធបាទស្ថានប្រព័ន្ធបាទអញ្ចឹងសូមបងប្អូនក្រឡេកមើលរូបភាពនៅខាងស្ដាំដៃនេះបាទរូបភាពនេះគឺគេបង្ហាញអំពីទំនាក់ទំនងមួយនៅក្នុងស្ថានប្រព័ន្ធបាទអញ្ចឹងគេឲ្យនិយមន័យបាទស្ថានប្រព័ន្ធគឺជាទំនាក់ទំនងនៃសារពាង្គកាយមានជីវិតបាទនិងគ្មានជីវិតបាទអញ្ចឹងតាមរយៈរូបភាពនេះតើវាមានទំនាក់ទំនងគ្នាយ៉ាងដូចម្ដេចបាទអញ្ចឹងសូមបងប្អូនក៏លេខមើលទៅលើរូបភាពនេះបាទរូបភាពនេះគឺបង្ហាញអំពីទំនាក់ទំនងនៃពពួកសត្វជាមួយនឹងរុក្ខជាតិបាទអញ្ចឹងតើវាមានទំនាក់ទំនងយ៉ាងដូចម្ដេចបាទចំពោះរុក្ខជាតិបាទគឺវាប្រើប្រាស់ថាមពលពន្លឺដើម្បីស្រូបយកថាមពលនឹងបង្កើតជាអាហារបាទ laser pointer បាទគឺវាបានស្រូបយកថាមពលពន្លឺព្រះអាទិត្យដើម្បីផលិតអាហារបាទនៅពេលដែលវាមានអាហារហើយបាទអញ្ចឹងអ្នកប្រើប្រាស់គឺជាពពួកសត្វទាំងអស់នេះបាទគឺពពួកសត្វទាំងអស់នេះបាទគឺវាគឺវាយកស៊ីបរិភោគអាហារហ្នឹងដើម្បីរស់រានមានជីវិតលូតលាស់ធំធាត់បាទគោនេះបាទអញ្ចឹងគោនឹងគឺវាបានស៊ីស្មៅបាទកាលណាវាស៊ីស្មៅហើយគឺវាដើម្បីធ្វើការលូតលាស់រស់រានមានជីវិតបាទអញ្ចឹងនៅពេលដែលថ្ងៃណាមួយបាទវាដើរទៅចូលក្នុងព្រៃហើយជួបទៅនឹងពពួកសត្វចម្លែកបាទដូចជាខ្លានេះជាដើមបាទគឺវាប្រាស់បាទគឺវាតាមប្រមាញ់គោនឹងធ្វើជាអាហារបាទអញ្ចឹងបាទចំណុចទាំងអស់នេះគឺបង្ហាញអំពីទំនាក់ទំនងរបស់ភាវរស់មានជីវិតនិងភាវៈគ្មានជីវិតបាទកាលណាដែលគ្មានភាវៈគ្មានជីវិតបាទគឺឧទាហរណ៍ដូចជាព្រះអាទិត្យនេះជាដើមបាទនោះភាវៈមានជីវិតគឺមិនអាចរស់រានបានទេបាទគឺស្មៅនេះបាទវាមិនអាចស្រូបយកថាមពលពន្លឺដើម្បីផលិតអាហារបានទេបាទនៅពេលដែលគ្មានស្មៅណាតើគោនេះបានអ្វីជាអាហារបាទស្មៅបាទទាំងអស់នេះគឺជាតតាំងបង្ហាញអំពីទំនាក់ទំនងរវាងភាវៈគ្មានជីវិតបាទនិងភាវៈដែលមានជីវិតបាទអញ្ចឹងសំណួរទី4គឺមានតែប៉ុណ្ណេះបាទសូមអរគុណហើយពួកយើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយទៀតបាទដែលយើងនឹងឆ្លើយសំណួរបន្តទៀតនៅក្នុងមេរៀនទី1នៅក្នុងជំពូកទី1នេះបាទសូមអរគុណ